ក្នុងវីដេអូនេះយើងមករៀនអំពីរបៀបនៃការសរសេរ prompt ដើម្បីយើងយកទៅបង្កើតចេញជារូបភាពស្អាតៗដើម្បីយើងបង្កើតចេញជាវីដេអូដើម្បីយើងអាច upload ចូលទៅក្នុង YouTube TikTok ឬក៏ Facebook សម្រាប់បងប្អូនដែលមិនចេះភាសាអង់គ្លេសសោះក៏អាចសរសេរបានឬក៏រៀនបានដែរអញ្ចឹងខ្ញុំចាប់ផ្ដើមសរសេរជាភាសាខ្មែរបន្ទាប់មកយើងឲ្យ AI ជួយរៀបចំចេញជាភាសាអង់គ្លេសហើយចេញជា prompt ឲ្យយើងតែម្ដងចាស្ដែងបងប្អូនអរគ្នាមួយចំនួនធំគឺពិបាកក្នុងការសរសេរ prompt មែនទេដោយសារតែពួកគាត់គឺអត់សូវចេះភាសាអង់គ្លេសអញ្ចឹងមិនដឹងតែត្រូវធ្វើម៉េចវាស្មុគស្មាញច្រើនឬក៏ច្រើនដំណាក់កាលមែនទេនៅការផលិតចេញជារូបភាពមួយអញ្ចឹងអរក្តីបារម្ភខ្ញុំបង្ហាញបងប្អូនអរគ្នាមួយស្រួលយើងអាចធ្វើបានទាំងអស់គ្នាមិនថាតាមទូរស័ព្ទដៃឬក៏តាមកុំព្យូទ័រទេអូខេអញ្ចឹងជំហានដំបូងយើងអត់មានអីត្រូវស្មុគស្មាញច្រើនទេយើងចូលនៅក្នុងកម្មវិធីណាមួយក៏បានដែរបើសិនបើបងប្អូនប្រើទូរស័ព្ទដៃយើងចូល Note មកបើសិនបើយើងប្រើជាមួយនឹងកុំព្យូទ័របងប្អូនប្រើជា Note ឬក៏ប្រើជាWord យ៉ាងក៏បានដែរដើម្បីយើងធ្វើការសរសេរបន្តិចជាភាសាខ្មែរអូខេអញ្ចឹងបងប្អូនសរសេរខ្ញុំបង្ហាញពីរបៀបនៃការសរសេរប៉ុន្តែបងប្អូនសរសេររូបភាពណាមួយក៏បានដែរអាស្រ័យទៅលើបងប្អូនទាំងគ្នាដែលចង់បាននេះជាការឧទាហរណ៍ដើម្បីបង្ហាញបងប្អូនទាំងគ្នាឧទាហរណ៍ថាខ្ញុំឲ្យជួយសរសេរprompt រូបភាពអូខេដែលនិយាយអំពីនារីក្មេងស្រីនារីយើងដាក់ក្មេងស្រីវិញក្មេងស្រីម្នាក់ដល់ស្រស់ស្អាតអូខេដល់ស្រស់ស្អាតកំពុងចំអិនម្ហូបចំអិននៅម្ហូបអូខេនៅវាលស្រែអញ្ចឹងត្រង់ចំណុចនេះគឺបងប្អូនចង់បង្កើតចេញជាអីបងប្អូនសរសេរហ្នឹងទៅណានេះក៏ជាការឧទាហរណ៍ដើម្បីបង្ហាញបងប្អូនអរគ្នាទេមួយដែលមានទេសភាពលក្ខណៈថាវាស្មៅវាស្រែវាស្រែទេសភាព Q ណា Q ស្រងាត់អូខេស្រស់បំប្រងហើយមានបន្លែហ្នឹងហើយជាច្រើនមុខនៅចិត្តនេះអូខេខ្ញុំខានមួយតមកខ្ញុំថាក្មេងស្រីនេះនោះក្មេងស្រីមានសម្លៀកបំពាក់ជាបែបនារីខ្មែរអូខេស្រស់ស្អាតគួរឲ្យស្រឡាញ់អូខេខ្ញុំសរសេរចឹងណាខ្ញុំខានទៀតមកបន្តមកជួយបង្កើតជារូបភាពដែលមានគុណភាពខ្ញុំដាក់ 4K អូខេមានពន្លឺច្បាស់ថ្លាល្អអូខេខ្ញុំខានមួយទៀតជួយបង្កើតជាភាសាអង់គ្លេសអូខេខ្ញុំសេតតែប៉ុណ្ណឹងអញ្ចឹងយើងទៅសេប៉ុណ្ណឹងហើយបងប្អូនចង់បានប្រធានបទអីបងប្អូនចុចទៅសេដោយខ្លួនឯងណានេះជាការឧទាហរណ៍ដើម្បីបង្ហាញបងប្អូនអ្នកគ្នាទេអញ្ចឹងខ្ញុំ copy ណាខ្ញុំ copy តមកបងប្អូនអ្នកគ្នាចូលមកក្នុង ChatGPT ឬក៏ DeepSeek ដើម្បីធ្វើការ generate នៅ prompt អញ្ចឹងជាទូទៅខ្ញុំបង្ហាញបងប្អូនអ្នកគ្នាជាមួយនឹង ChatGPT ច្រើនអញ្ចឹងមានបងប្អូនយើងចង់ផ្លេច DeepSeek ក៏ហើយតែពិត DeepSeek ល្អឬក៏ស្រួលប្រើដូចគ្នាទេអញ្ចឹងចាក់ស្ដែងខ្ញុំដាក់នៅក្នុង DeepSeek នេះខ្ញុំផាសមកអូខេបន្ទាប់មកខ្ញុំចុចសញ្ញាព្រួយឡើងលើអញ្ចឹង AI នឹងរៀបចំឲ្យយើង prompt មួយដើម្បីយើងយកទៅ generate ចេញជារូបភាព បានរៀបចំរួចរាល់អស់ហើយបងប្អូនអ្នកគ្នានេះគឺជា description ឬក៏ prompt ដើម្បីយើងយកទៅ
បង្កើតចេញជារូបភាពយើង copy ទាំងអស់នេះណា copy បន្តមកយើងធ្វើការ generate ទៅចេញជា image អញ្ចឹងwebsite ដែលល្អក្នុងការ generate ចេញជា image ហ្នឹងគឺខ្ញុំប្រើប្រាស់ជាមួយនឹង image fx ដែលជារបស់ក្រុមហ៊ុន Google ដែលខ្ញុំធ្លាប់បង្ហាញបងប្អូនទាំងគ្នាកន្លងមករួចមកហើយអញ្ចឹងមានតែ website នេះទេដែលធ្វើឲ្យឬក៏បង្កើតចេញជារូបភាពបែបធម្មជាតិស្អាតដែលអាចទទួលយកបានអញ្ចឹងបងប្អូនផាកកន្លែងនេះមកតមកត្រង់ចំណុចខាងក្រោមនេះខ្ញុំដូចជាមិនសូវជាចេះអីប្រហែលដែរទេអញ្ចឹងបងប្អូនអាចសាកបានណាសាកបានអាហ្នឹងយើងនិយាយត្រង់ទៅត្រង់មកព្រោះខ្ញុំសាកទៅដូចជាអត់មានអីឃើញប្លែកឬក៏វាធម្មតាដែរទេប៉ុន្តែគាត់ថាវាល្អក្នុងការជ្រើសរើសជាមួយនឹងឧទាហរណ៍តែខ្ញុំរើសទៅចោះណារើសនេះអូខេឬក៏ abstract អីហ្នឹងទៅអូខេប៉ុណ្្នឹងទៅហ្នឹងបន្តមកគឺបងប្អូនទាំងគ្នាយើងនេះយើងជ្រើសរើសប្រភេទទំហំគឺបងប្អូនយកជាបែបបញ្ឈរឬក៏ផ្ដេកឬក៏បែប mobile portrait ឬក៏បែប mobile landscape ណាអញ្ចឹងយើងយក landscape នេះទៅអូខេបែបហ្នឹងទៅប៉ុណ្ណឹងតមកបងប្អូនចុច create បន្ទាប់ពីយើងបាន generate ហើយវាចេញរូបបែបនេះបងប្អូនណាតំណងមួយយ៉ាងដែរដែលចំអិននៅតាមវាស្រែគឺបែបនេះបងប្អូនណាគឺតំណងមួយយ៉ាងគឺមើលទៅគុណភាពយើងអាចទទួលយកបានបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនមានគំនិតក្នុងការច្នៃប្រឌិតបន្ថែមយ៉ាងណាទៀតគឺបងប្អូនអាចទៅសេបន្ថែមទៅហើយអីដែលបងប្អូនចង់បានបងប្អូនទៅសេបន្ថែមទៅគឺទៅសេនៅក្នុងជាភាសាខ្មែរទៅតាមដែលបងប្អូនផលិតវីដេអូថាតើបងប្អូនផលិតវីដេអូទៅតាមប្រភេទអីអញ្ចឹងនេះគឺជាការដូចផ្ដើមមួយនេះគឺជាផ្លូវបង្ហាញបងប្អូនមួយដើម្បីផ្ដល់ជាគំនិតថាតើបងប្អូនអាចធ្វើអីបានសម្រាប់ក្នុងការ generate image អញ្ចឹងខ្ញុំបានបង្ហាញហើយយើងសង្ឃឹមថាបងប្អូនដែលមិនចេះភាសាអង់គ្លេសក៏អាចធ្វើបានឬក៏បងប្អូនដែលចេះហើយនៅខ្វះគំនិតអីតិចតួចក្នុងការ generate ហ្នឹងគឺបងប្អូនអាចរៀនបន្ថែមហើយក៏បងប្អូនយកទៅធ្វើដើម្បីផលិតចេញជាវីដេអូបែប AI ដើម្បីយើង upload ចូលទៅក្នុង channel YouTube របស់យើងអញ្ចឹងឧទាហរណ៍ជាក់ស្ដែងបើសិនបើយើងបានរូបប៉ុណ្ណឹងហើយឧទាហរណ៍ខ្ញុំ download រូបហ្នឹងអូខេ download រូបហ្នឹងមកយើងក៏លេចមកមើលរូបរបស់យើងដែលយើងបាន generate ហ្នឹងគឺគុណភាពក៏វាល្អមួយយ៉ាងដែរទោះបីជាមិនបានច្បាស់ 100% ឬក៏យ៉ាងណាក៏យើងអាចយកទៅប្រើប្រាស់បានអញ្ចឹងសម្រាប់ករណីដែលបងប្អូនចង់បំលែងរូបហ្នឹងទៅចេញជាវីដេអូអញ្ចឹងបងប្អូនទាំងគ្នាចូលមកក្នុង website van.video នេះជា website មួយល្អមែនទែនដែលខ្ញុំធ្លាប់បង្ហាញបងប្អូនទាំងគ្នាហើយតើតទៅនឹងការ generate image to video ឬក៏បង្កើតវីដេអូបែប AI ល្អប្រើមែនទែនបងប្អូនខ្ញុំទទួលស្គាល់ហើយខ្ញុំដាក់ចិត្តដាក់កាយមានន័យថាស្រឡាញ់គឺល្អប្រើប៉ុន្តែមិនចោល Hilo ឬក៏ Kling ទេ3 website ហ្នឹងគឺល្អតែខ្ញុំចូលចិត្តvan នេះKling ហើយនិង Hilo ជា website មួយដែលល្អបំផុតអញ្ចឹងបងប្អូនទាំងគ្នាចុចមកកន្លែង AI video ឡើងនេះដើម្បីធ្វើការ generate image ទៅចេញជាវីដេអូយើងបងប្អូនចុចមកកន្លែងនេះ image to video តើមកយើង upload វីដេអូ upload រូបភាពរបស់យើងចូលត្រង់ចំណុចព្រមនេះយើងជាគេដាក់ថា optional ដាក់ក៏បានមិនដាក់ក៏បានដែរអាស្រ័យទៅលើបងប្អូនទាំងអស់គ្នាទេករណីដែលយើងចង់ដាក់យើងផាសអាព្រមរបស់យើងមកអូខេហើយនៅមកគឺជាការស្រេចបើសិនបើបងប្អូនមិនចង់ដាក់ទេក៏អត់ទៅណាអាស្រ័យទៅលើបងប្អូនអរគ្នាទេឧទាហរណ៍តែយើងដាក់មួយណាយើង generate វីដេអូមួយមកអូខេវាចំណាយត្រឹមតែ10 credit ទេហ្នឹងហើយអញ្ចឹងបើសិនបើបងប្អូនមិនចង់ដាក់ក៏មិនអីដែរបងប្អូនចុច generate បន្តទៀតទៅគឺជាការស្រេចដល់ហេតុវីដេអូនេះគឺ24នាទីគឺក្នុងការ generate វាចំណាយពេលយូរដែរលើកមុនវា7 នាទីហ្នឹងប៉ុន្តែប្រហែលជាអាចទាំងប្រើច្រើនអញ្ចឹង server វាអាចជាហ្នឹងហើយអូខេបងប្អូនទាំងគ្នាអញ្ចឹងរបៀបនៃការទៅសេព្រមដើម្បីអាចបង្កើតចេញជារូបភាពហើយយើងយករូបភាពបំលែងទៅចេញជាវីដេអូខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះខ្ញុំសង្ឃឹមថាបងប្អូនចេះទាំងអស់គ្នាយល់ទាំងអស់គ្នាអាចធ្វើបានទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាបងប្អូនអាចនឹងមានអីដែលថ្មីបន្ទាប់ពីមើលវីដេអូរបស់ខ្ញុំហើយដើម្បីធ្វើយ៉ាងណាអភិវឌ្ឍយ៉ាងណាមានកលឹះយ៉ាងណាដើម្បីឲ្យរូបភាពរបស់យើងវីដេអូរបស់យើងនឹងកាន់តែល្អចឹងវីដេអូនេះមានប៉ុណ្ណឹងចែករំលែកបងប្អូនទាំងអស់គ្នាសង្ឃឹមថាបងប្អូនពេញចិត្តឬក៏ស្រឡាញ់ទាំងអស់គ្នាហ្នឹងហើយអូខេអរគុណគ្រប់គ្នាជួបគ្នានៅវីដេអូក្រោយ